ជំរាបសួរខ្ញុំបាទឈ្មោះពួនពន្លាជាសិស្សផ្នែក Animation នៃសមាគមហ្វាពន្លឺសិល្បៈចំនួនទី6ការងាររបស់ខ្ញុំគឺខ្ញុំនិយាយអំពីបរិស្ថាននិងកុមារខ្ញុំបានធ្វើគម្រោងដែលតាក់ទងទៅនឹងគំនូរជីវចលខ្លីមួយរឿងដែលនិយាយអំពីបរិស្ថានជំរាបសួរនាងខ្ញុំឈ្មោះសាំងស៊ីម៉ាជាសិស្សនៃសាលាហ្វាពន្លឺសិល្បៈជំនាញផ្នែក Graphic Designer Project របស់នាងខ្ញុំគឺធ្វើតាក់ទងនឹង Object Design និយាយអំពី Recycle ជំរាបសួរនាងខ្ញុំឈ្មោះកុនស្រីតូចនាងខ្ញុំមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ Project បញ្ចប់ឆ្នាំរបស់ខ្ញុំឆ្នាំនេះយកមកធ្វើហ្នឹងគឺខ្ញុំធ្វើមកពី brand សាច់ក្រក3ឆ្នាំនេះគឺខ្ញុំបានទទួលបទពិសោធន៍ក៏ដូចជាការងារនិងការរៀនសូត្រហ្នឹងគឺច្រើនមែនទែនមានដូចជាការគូដោយដៃការគូក្នុងកុំព្យូទ័ររហូតដល់អនុវត្តផ្ទាល់នៅកន្លែងការងារពីមុនខ្ញុំរបៀបថាខ្ញុំអត់ចេះគូអត់ចេះអីហើយក៏អត់យល់ថាអ្វីថាស្នៃប្រឌិតថ្មីអីដែរប៉ុន្តែនៅពេលមកចូលដល់សាលារបៀបថាយើងរៀនទៅយើងមើលគេមើលឯងយើងមានអីថ្មីយើងមានអីគិតចាញ់មកថ្មីគោលបំណងអនាគតរបស់ខ្ញុំចង់ក្លាយទៅជាអ្នកផលិត Animation បែបខ្លីៗនៅប្រទេសកម្ពុជាក៏ដូចជាវីដេអូបែបសប្បាយៗនៅស្រុកខ្មែររបស់យើងខ្ញុំចង់របៀបបើកជាក្រុមហ៊ុន Graphic Design មួយចង់ក្លាយទៅជា Good Designer ដើម្បីឲ្យអភិវឌ្ឍខ្លួនខ្ញុំបន្ថែមចង់ក្លាយទៅជា Director ខាងផ្នែកគំនូរជីវចលម្នាក់ដែលអាចឈានទៅដល់អន្តរជាតិបានអរគុណទៅដល់លោកគ្រូអ្នកគ្រូគាត់បានជួយបង្រៀនចំពោះនាងខ្ញុំហើយខ្ញុំគិតថាអ្វីដែលខ្ញុំគិតធ្វើឲ្យខ្ញុំមានអារម្មណ៍ថាពិតជាអរគុណទៅកាន់ពួកគាត់ជាអនាគតមែនទែនហើយដែលបើសិនជាអត់មានពួកគាត់ទេក៏ខ្ញុំអត់មានថ្ងៃនេះ